សូមជម្រាបសួរលោកស្រីនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅថ្ងៃទី26ខែមករាតម្លៃមាសនៅទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ជាថ្មីបន្ទាប់ពីប្រាក់ដុល្លារអាមេរិកមានការចុះថ្លៃនិងការកើនឡើងនៃតម្រូវការទ្រព្យសុវត្ថិភាពពីអ្នកវិនិយោគអ្នកវិភាគសេដ្ឋកិច្ចបានឲ្យដឹងថាភាពព្រួយបារម្ភអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកអត្រាអតិផរណានិងភាពមិនច្បាស់លាស់នៃគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកឬ FED បានជំរុញឲ្យអ្នកវិនិយោគបង្វែរទុនទៅកាន់មាសកាន់តែច្រើនជាមួយគ្នានេះទីផ្សារក៏កំពុងរំពឹងថា FED អាចនឹងពិចារណាបញ្ចុះអត្រាការប្រាក់នៅពឿងខាងមុខដែលធ្វើឲ្យការកាន់កាប់មាសកាន់តែមានភាពទាក់ទាញអ្នកជំនាញបានព្រមានថាតម្លៃមាសអាចបន្តមានការប្រែប្រួលខ្លាំងក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានភាពមិនប្រាកដប្រជាសូមអរគុណ